បានពរញញោមប្រុសស្រីបងហើយនេះគឺវត្តទុំពិសីហៅវត្តលវាលើបងនៅខាងមុខវត្តមិនទាន់កសាងខ្លោងទ្វារនៅឡើយទេបងដោយសារមានការខ្វះខាតជាខ្លាំងឥឡូវនេះគឺនៅមុខវត្តបងនៅមុខវត្តហ្នឹងគឺអត់មានខ្លោងទ្វារទេដោយសារយើងវត្តនេះគឺមានការខ្វះខាតមែនទែនបងអញ្ចឹងការកសាងគឺយឺតចាស់បងហើយនេះរោងទូកងទូកមួងណាបងវត្តនេះគឺស្ថិតនៅក្នុងសង្កាត់កោះដាច់ខណ្ឌជួយចង្វារាជធានីភ្នំពេញបងតាមកគីបងដើមគីនេះយូរហើយបងតាំងពីស្មាននៅក្មេងហើយដល់លើ20ជាងហើយទើបបានប៉ុណ្ណឹងបងបើគឺយូរមែនតើនេះរោងទូកងបងពហិយដងតុងបងហើយខ្នងទ្វារនេះមិនទាន់មានទេដោយសារមានការខ្វះខាតជាខ្លាំងបងហើយនេះគឺកន្លែងលោកតាសុកបងលោកតាសុកកន្លែងលោកតាសុកបងនៅកន្លែងនេះគឺជាកន្លែងដែលញាតិញោមក៏តែងតែមកបន់ស្រន់បងសូមសេចក្តីសុខសេចក្តីចម្រើនណាបងហើយតែងតែបានដោយបំណងអ្នកខ្លះទៅក៏ដូចបានរួចបំណងទៅមាននិស្ស័យជាមួយលោកតាទៅក៏បានដោយបំណងទៅអ្នកខ្លះទៅក៏អត់បានដោយបំណងដោយសារគ្មាននិស្ស័យជាមួយលោកតាអញ្ចឹងទៅក៏អត់បានទាំងតែហើយវត្តនេះគឺមានការខ្វះខាតជាខ្លាំងបងមានការខ្វះខាតនៅក្នុងការកសាងអីហ្នឹងគឺយឺតយ៉ាវដោយសារយើងមានការខ្វះខាតនេះមានតែលបងទេបងមានខ្លោងទ្វារអីមិនមានទេនៅខាងមុខវត្តណាបើនៅខាងក្រោយវត្តគឺមានខ្លោងទ្វារមួយតែសម្រាប់ខាងមុខវត្តនេះអត់ទាន់មានទេបង